តែបងប្អូនបើសុកជាទៅលេងតំបន់ត្រជាក់តែប្រហែលថ្ងៃសោះប្រេះមុខប្រេះមាត់អស់លេងមួយវិញទៀតហ្នឹងប្តីខ្ញុំគាត់ពិនិត្យសុខភាពដើម្បីទៅត្រឡប់ធ្វើការលើកប៉ាល់វិញតែចៃដន្យអីរីសាល្អទេគឺសម្ពាធឈាមឡើងខ្ពស់តែម្ដងអញ្ចឹងហើយគាត់ក៏រងចាំថាក្រុមហ៊ុនហ្នឹងអនុញ្ញាតឲ្យគាត់ទៅធ្វើការឬក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំក៏ព្រួយបារម្ភដែរបើសិនជាក្រុមហ៊ុនអនុញ្ញាតឲ្យគាត់ត្រឡប់ធ្វើការវិញខ្ញុំខ្លាចតែគាត់ហ្នឹងកាំងបេះដូងដូចឲ្យគាត់ដោយសារអីការងារលើកប៉ាល់ហ្នឹងគឺច្រើនម៉ោងបងប្អូន3 4 10ម៉ោងនិយាយទៅstress រងបើកប្រហែលម៉ោងក៏គាត់ធ្វើការគ្រប់ម៉ោងគ្រប់ពេលអញ្ចឹងណាចឹងខ្ញុំចេះតែព្រួយបារម្ភដល់ពេលចឹងទៅពួកខ្ញុំរស់ស្ដុកណានាំគ្នាទៅដើរលេងដើម្បីបំបត្តិទុកណាបងប្អូនពួកអត់ដឹងថាត្រូវដើរផ្លូវណាទៅផ្លូវណីទេបើសិនជាក្រុមហ៊ុនអនុញ្ញាតឲ្យគាត់ទៅហើយក៏មានការព្រួយបារម្ភពួកឯងខ្លាចមានបញ្ហាអញ្ចឹងណាតែបើគាត់អត់ទៅបើសិនជានៅគាត់នៅស្រុកឥណ្ឌានេះមិនដឹងទៅធ្វើការអីបើសិនជាគាត់ត្រឡប់ទៅធ្វើការលើកអូតែវិញក៏គេពិនិត្យសុខភាពដែរដល់ពេលអញ្ចឹងមានអារម្មណ៍ថាខ្ញុំនៅព្រៃវាកាន់តែស្ដុកអញ្ចឹងហើយបាននាំគ្នាទៅលេងនៅកន្លែងត្រជាក់នឹងឯងតែទៅដល់នេះសុកជាគាត់ប្រេះមុខប្រេះមាត់អស់លីងដល់ពេលអញ្ចឹងទៅបើសិនជាប្តីខ្ញុំនឹងគាត់ស្រេចចិត្តដូរសិនជាតិយកសិនជាតិអឺរ៉ុបហើយយកខ្ញុំសុកជាទៅនៅកន្លែងណាជាមួយគាត់អញ្ចឹងបើខ្ញុំចាញ់ត្រជាក់ម្លឹងធ្វើឡើងមិនទៅបងប្អូនអើយប៉ុន្តែបើសិនម្ដងទៀតបងប្អូនបើគាត់ពិតជាធ្វើសិនជាតិយកសិនជាតិអឺរ៉ុបមិនក៏អត់ស្រួលដែរព្រោះចំណាយពេលវេលា3ឬក៏4ឆ្នាំដែរអញ្ចឹងវាយូរអញ្ចឹងណាអញ្ចឹងដល់ពេលប្តីខ្ញុំនៅឥណ្ឌាក៏គាត់មិនដឹងធ្វើការអីដែរហើយពឹងលើខ្ញុំមិនកើតបងប្អូនបើធ្វើការលេងតែធ្វើការងារបោសសម្អាតផ្ទះធ្វើការប៉ាឡឺក៏បានប្រាក់ការតិចហើយពឹងរើខៅផលិត content នេះក៏វាមិនពិតប្រាកដដែរបងប្អូននិយាយទៅការងារសោះអត់ពិតប្រាកដតែវាអត់មានអីមួយជាអាលាក់អញ្ចឹងណាដល់ពេលអញ្ចឹងទៅជីវិតកាន់តែស្ដុកមួយជាន់ទៀតព្រោះអីម្ដាយខ្ញុំក៏ឈឺគាត់ចាស់គាត់វែងខ្ញុំត្រូវការលុយ support គាត់ដល់ពេលអញ្ចឹងខ្ញុំវល់ខ្លាំងតែម្ដងអូខេបំភ្លេចចោលឥឡូវតទៅមុខទៀតបងប្អូនងាកមកមើលការធ្វើដំណើររបស់ខ្ញុំត្រឡប់មកផ្ទះវិញនិយាយទៅខ្ញុំចេញពីកន្លែងម៉ានីឡាលីហ្នឹងគឺម៉ោង11ព្រឹកដល់ផ្ទះខ្ញុំនេះក៏ម៉ោង11ព្រឹកដែរនិយាយទៅ24ម៉ោងព្រោះឯការធ្វើដំណើរតាមឡានវាយូរជាង10ម៉ោងបន្ទាប់មកទៅដល់ New Delhi ហើយត្រូវចាំជើងយន្តហោះព្រលឹមឡើងបានមកដល់ផ្ទះអញ្ចឹងបងប្អូនខ្ញុំសូមនិយាយពីពលាន New Delhi ទៀតបងប្អូនពលាន New Delhi ពលានធំរបស់គឺថ្លៃខ្លាំងណាស់បងប្អូនគឺវែងវ័នតែម្ដងណាគឺវាអត់ស្រួលទេហើយព្រោះខ្ញុំគិតថាប្រហែលជាខែពី Facebook ខ្ញុំត្រឡប់ទៅថតធ្វើ content នៅ New Delhi ដោយសារអីមាន fan ខ្ញុំគាត់ចង់ឲ្យខ្ញុំទៅថតនៅ New Delhi បង្ហាញពីស្រុកប្រាក់បង្ហាញពីការព្យាបាលនៅមន្ទីរពេទ្យនិយាយទៅគាត់ចង់ដឹងពីបញ្ហាមន្ទីរពេទ្យខ្លាំងជាងគេតែម្ដងប៉ុន្តែបើសិនជា New Delhi ថ្លៃម្លឹងបើ New Delhi ថ្លៃម្លឹងហើយមនុស្សច្រើនហើយគាត់ញ៉ាំហូបបួសទៀតដល់ពេលចឹងខ្ញុំមិនដឹងថាទៅណាទៅណីទេនិយាយទៅក្នុង content មួយនេះពេលខ្ញុំនិយាយខ្ញុំមានអារម្មណ៍ថាដូចជាក្នុងរឿងសិនខងគេថាប៉ិតក៏ដូចប៉ិតមិនប៉ិតក៏ដូចប៉ិតរឿងសិនខងណាហើយវាទៅខ្ញុំមានតែប៉ុណ្្នឹងទេ sorry បងប្អូនថ្ងៃនេះវល់បន្តិចហើយ